កងកម្លាំងកម្ពុជារងរបួសចំនួន2នាក់ករណីផ្ទុះចេញពីគំនរសម្រាមពេលរៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយនៅមូលដ្ឋានឈរជើងក្នុងភូមិសាស្ត្រមុំ3ខេត្តព្រះវិហារនាវេលាម៉ោង 7:27 នាទីព្រឹកថ្ងៃទី 6 ខែមករាឆ្នាំ 2026 ក្នុងភូមិសាស្ត្រមុំ3ខេត្តព្រះវិហារកងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយនៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាស្របពេលជាមួយគ្នានោះក៏មានការផ្ទុះគ្រាប់ចេញពីគំនរសម្រាមហើយបានបណ្ដាលឲ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាលចំនួន2នាក់ហើយបច្ចុប្បន្នអ្នកដែលរងរបួសដោយសារឧបទ្ទវហេតុខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយនេះបើតាមលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដែលបានឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានលោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ទៀតថាក្នុងករណីនេះក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជាថៃបាននឹងកំពុងធ្វើការរួមគ្នាក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរនិងផ្តល់ព័ត៌មានដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះជាមួយគ្នានេះក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានគូបញ្ជាក់សារជាថ្មីថាដោយឈលលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើក្របខ័ណ្ឌច្បាប់អន្តរជាតិនិងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវនិងស្រឡាញ់សន្តិភាពដ៏ពិតប្រាកដរាជរដ្ឋាភិបាលកម្ពុជាកងកម្លាំងរបស់កម្ពុជាបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់សុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួននៅលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី 28 ខែកក្កដាឆ្នាំ 2025 សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី 26 ខែតុលាឆ្នាំ 2025 សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ដែលបានចុះហត្ថលេខានៅថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 និងឯកសារផ្សេងៗដើម្បីឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ